សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាកម្ពុជានឹងបញ្ជូនលិខិតជាផ្លូវការប្តឹងជាឯកតោភាគីនៅតំបន់ទាំង4ទៅ ICJ នៅថ្ងៃអាទិត្យទី15ខែមិថុនាខាងស្អែកនេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការនៅយប់ថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះដែលមានខ្លឹមសារទាំងស្រុងដូចតទៅថ្ងៃសៅរ៍ទី14ខែមិថុនាឆ្នាំ2025ស្អែកនេះគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃនឹងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល12ឆ្នាំកម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ JBC ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថាបញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ 1. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នោះទេព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំង4ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ភាគីកម្ពុជានៅរងចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថាតើថៃនឹងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំង4នេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិសាជាថ្មីថាបើទោះជាភាគីថៃមិនព្រមឬមិនផ្ដល់ចម្លើយកម្ពុជានឹងប្តឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំង4នេះដោយក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី15ខែមិថុនាខាងស្អែកនេះទី2បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សាក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេម្យ៉ាងទៀតគឺដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី7ខែមិថុនាកន្លងទៅនេះធ្វើការបើកព្រំដែនដោយស្ថានភាពដើមជាឯកតោភាគីវិញនោះកម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនៅវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សម្ពាធពីខាងក្រៅខ្ញុំសូមបញ្ជាក់ថាកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែររឿងដែលកើតឡើងដោយឯកតោភាគីត្រូវបញ្ចប់វិញដោយឯកតោភាគីមិនមានការចាំបាច់ចរចាគ្នានោះទេអ្នកណាចាប់ផ្ដើមមុនអ្នកនោះបញ្ចប់មុនទៅជាការស្រេច